អូនដែលកើតពឹសភ្លើងឬក៏ពឹសទឹកមានសង្ឃឹមឲ្យបងប្អូននេះជាថ្នាំដ៏ពូកែស័ក្តិសិទ្ធិដែលបានការចែករំលែកពីលោកបងដែលអតីតជាព្រះសង្ឃដែលបានប្រើប្រាស់នៅឱសថបុរាណខ្មែរអរិយៈពេលជាច្រើនឆ្នាំមកហើយទោះជាពេលនេះលោកបងបានសឹកពីភ្នោះហើយក្តីក៏នៅមានជំនាញក្នុងការផ្សំថ្នាំឱសថបុរាណខ្មែរផងដែរថ្ងៃនេះលោកបងបានចែករំលែកអំពីមុខថ្នាំក្នុងការព្យាបាលជំងឺពឹសភ្លើងនិងពឹសទឹកផងដែរបងប្អូនចូលស្ដាប់វីដេអូនេះដោយលម្អិតពីដើមដល់ចប់ទាំងអស់គ្នាពឹសបែបពិបាកមើលពីកើតតបៅដៃដល់កាត់ដៃតបៅដៃទៀតពឹសធំវាចេញតបៅពេញខ្លួនដូចអត់ស្វាយចឹងណាអានឹងពឹសធំពឹសទឹកវាចាប់ផ្ដើមកើតតែមួយកន្លែងនេះវាហើមជើងចឹងហើមចូលដល់តែហូរទឹកតបៅហ្មងកើតដៃចឹងល្មមហើមទៅតបៅដៃហ្នឹងទៅស៊ីរូងមកហ្មងអានឹងពឹសទឹកពឹសភ្លើងក្តៅភ្លើងទៅបើឈឺចង់ស្អីទៅរើមទៅខ្ញុំអាចសង្ខេបត្រួសសម្រាប់មុខផ្សំទាំង3មុខគឺមានធាងត្នោតព្រហ្មចារីចំនួន7កង់ហើយមើមអន្ទង់សចំនួន80ក្រាមស្រស់បើសិនជាស្ងួតដាក់50ក្រាមស្ងួតហើយនឹងរឹសនៃដើមស្នែងក្របីឬក៏ដើមចិត្តការចំនួន80ក្រាមស្រស់ហើយនឹង50ក្រាមសម្រាប់ស្ងួតផងដែរអញ្ចឹងទាំង3មុខនេះយើងដាក់បញ្ចូលគ្នាហើយប្រើទឹកចំនួន3លីត្រហើយយើងញ៉ាំក្នុងមួយថ្ងៃ3លីត្រនឹងតែម្ដងហើយបងប្អូនអាចនៅសល់ការដែលមិនទាន់អស់ជាតិអាចដាំបន្តហូបបានហើយសម្រាប់ជំងឺពឹសនេះផងដែរគឺត្រូវប្រើរយៈពេលយូររហូតដល់កាន់ខែណាបង